បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានត្រាក់ទ័រមួយគ្រឿងទៀតហើយគឺត្រាក់ទ័រ model M60 ឆ្នាំផលិតគឺ2023ហ្នឹងហើយត្រាក់ទ័រនេះគឺប្រភេទត្រាក់ទ័រកង់កាប់មុខក្រោយថ្មីបងប្អូនដោយសារម្ចាស់គាត់ដឹកស្រូវដឹកអីចឹងនៅពេលចឹងគាត់ធ្វើការដាក់កង់កាប់វាយដូរជាមួយគេយកកង់កាប់ចឹងកង់ស៊ីនគាត់ដូរវាយដូរហ្នឹងត្រាក់ទ័រនេះប្រភេទត្រាក់ទ័រស្អាតបងប្អូនហ្នឹងកង់កាប់ថ្មីមុខក្រោយត្រាក់ទ័រនេះម្ចាស់ប្រើថែបងប្អូនម៉ោងឯនៅតិចទេមិនទាន់បាន1000ម៉ោងស្រួលទេបាទហ្នឹងហើយត្រាក់ទ័រនេះប្រភេទត្រាក់ទ័រស្ងួតត្រាក់ទ័រស្អាតអត់មានសើមលេខជ្រាបតាណាទេបងប្អូនមើលថាផ្នែកខាងប្រអប់លេខផ្នែកអីប៉ុងមុខអីហ្នឹងអត់មានជ្រាបអត់មានសើមទេស្ងួតល្អម៉ាស៊ីនអីឆេះនឹងអែមបងប្អូនប្រអប់លេខអីក៏អត់ទាន់មានដោះរុះរើតាណាតណៃទេហ្នឹងធានាថាស្អាតបងប្អូនបើបងប្អូនមកមើលមិនខកចិត្តទេត្រាក់ទ័រនេះផ្នែកខាងក្រោយនៃត្រាក់ទ័រអត់មានសើមមានជ្រាបអីទេបងប្អូនស្ងួតល្អហ្មងហ្នឹងបើសិនបងប្អូនមានតម្រូវការចង់បានត្រាក់ទ័រ model M60 យកទៅធ្វើស្រែចម្ការបងប្អូនអាចមកមើលមួយគ្រឿងនេះបានធានាថាស្អាតហ្នឹងប្រភេទផាលគឺស្លឹកផាល7បងប្អូននឹងស្លឹកផាលវានៅធំហ្នឹងហើយយកទៅប្រើបានយូរវាអត់ទាន់សឹកនៅធំល្អពីឯអង្គប់ក៏នៅស្អាតដែរបងប្អូនបញ្ជាក់បងប្អូនត្រាក់ទ័រនេះមួយឈុតស្រែមានទាំងផាលនិងប៉ែរុញមុខហើយនិងគប់វាយដីហ្នឹងហើយបើសិនបងប្អូនមានតម្រូវការអាចមកមើលត្រាក់ទ័រមួយគ្រឿងនេះបានណា model M60 ហ្នឹងហើយស៊េរីឆ្នាំ023មានមួយឈុតស្រែហ្នឹងបងប្អូនមានតម្រូវការអាចមកមើលបានហ្នឹងធានាថាស្អាតម៉ាស៊ីនប្រអប់លេខអីអត់ទាន់ដោះរុះរើតាណាទេហ្នឹងហើយត្រាក់ទ័រនេះសាច់ឈាមក៏នៅភ្លឺដែរបងប្អូននៅភ្លឺនៅស្អាតហ្នឹងបើសិនបងប្អូនមានតម្រូវការអាចតាក់ទងតាមរយៈឆាតក៏បានតាមរយៈ Telegram ដែលខ្ញុំដាក់នៅលើហ្នឹងឬក៏លេខទូរស័ព្ទអីចឹងអាចទៅអ្នកតំណងតាមនឹងបានហ្នឹងហើយខ្ញុំបាទមានតែប៉ុណ្្នឹងសូមអរគុណសូមជម្រាបលា